បើចឹងទៅមធ្យោបាយរបស់ពួកវាក្រៅតែពីចោទថាយើងអ្នកមកបំបីបានថាលោកសុសុភាពគាត់មកដើរលេងសោះទៅផ្ដល់កិត្តិយសឲ្យលោកសុសុភាពល្បីពេញសហរដ្ឋអាមេរិកខ្លាំងហ្មងលោកសុសុភាពខ្លាំងហ្មងអ្នកដែលមិនដែលធ្លាប់គាំទ្រលោកសុសុភាពដូចខ្ញុំអីជាដើមខ្ញុំមិនដែលខ្ញុំសូវតាមដានលោកសុសុភាពម៉ែនេះនិយាយចំទៅបាទកាសែតដើម7ហ្នឹងខ្ញុំមិនសូវតាមដានប្រហែលទេចុងក្រោយនេះខ្ញុំតាមដានរឿងលោកសុសុភាពដូចតាមដានកុនភៀកអញ្ចឹងហើយមតិបងប្អូននៅក្រៅប្រទេសភាគច្រើនគាត់ដឹងថាលោកសុសុភាពនៅខាងណាគាត់ដឹងបងប្អូនអ្នកប្រជាធិបតេយ្យភាគច្រើនគាត់ដឹងថាលោកសុសុភាពគាត់នៅខាងណាគាត់គ្រប់គ្រងរាជរដ្ឋាភិបាលអត់មានអាចកម្បាំងទេលោកសុសុភាពគាត់គ្មានអាចកម្បាំងដែលត្រូវលាក់ទេគាត់គ្រប់គ្រងរាជរដ្ឋាភិបាលគ្មានអ្នកណាយើងក៏ដឹងដែរហើយមនុស្សដូចគាត់ដែលយើងដឹងអញ្ចឹងហើយមនុស្សដូចគាត់ឯណាទៅពឹសពលគាត់បើទោះជាគាត់មកបបួលយើងក៏បបួលនៅធំត្រូវដែរឧបមាថាគាត់បបួលយើងឲ្យចូលគណៈបកប្រជាជនឧទាហរណ៍គាត់ក៏មិនមែនមកបខំយើងណាមែនទេប្រិមិត្តគាត់មិនដែលមកបខំយើងគាត់មិនដែលមកអូសទាញយើងឲ្យយើងចូលទេយើងឧទាហរណ៍ចឹងបើយើងមិនចង់ចូលអ្នកណាគេមកបខំយើងបានហើយអ្នកនៅក្រៅប្រទេសនេះពេលច្រើនប្រើពាក្យសម្ដីនេះខ្ញុំស្អប់សេនីអូនីបងតាំងទុយខ្ញុំស្អប់ជាងគេអាពាក្យសម្ដីឥតប្រយោជន៍របស់ពួកនឹងគេថាអាឡុងណាហែងណាឈប់បំបីបំបាក់ខ្មែរនៅអាមេរិកទៀតទៅមិនមែនខ្ញុំនិយាយពីអាឡុងទេគេនិយាយមកខ្ញុំប៉ុន្តែខ្ញុំនិយាយជាទូទៅហើយឈប់បំបីបំបាក់គេទៀតទៅហើយបើដូចមួងណារ៉េតនោះគេនិយាយថាខ្ញុំអាណិតប្រជាជនបងប្អូននៅក្រៅប្រទេសណាចាញ់បោកគេរហូតដោយសារតែគាត់ចាញ់បោកគេនឹងហើយបានជាគាត់នឹងជេរនោះគាត់ចេះជេរនោះហ្នឹងឯងដោយសារតែគាត់ចាញ់បោកអីយ៉ាដោយសារតែគាត់ចាញ់បោកគេនឹងហើយបានជាគាត់ខឹងមិនដឹងធ្វើអីហ្នឹងគាត់ជេរទៅបងប្អូនហើយបងប្អូនគិតមើលយើងនៅអាមេរិកនេះខួរក្បាលយើងប៉ុណ្ណឹងដែរនេះឲ្យចាញ់បោកគេនេះហើយមកខឹងអ្នកដែលគេមកបោកនេះមកខឹងអាឡុងឯងឈប់បំបីបំបាក់ខ្មែរទៅហើយខ្មែរនឹងខួរស្អីបានជាអាឡុងនឹងមកបំបីបំបាក់ស្រួលម៉េះសុគន្ធរៈឡុងតែងតែបង្រៀនតែងតែនិយាយនៅក្នុង live ឲ្យស្ដាប់ឲ្យគិតកុំជឿឡុងកុំជឿអ្នកណាទាំងអស់ចេះគិតយកហេតុនិងផលខុសហើយនឹងត្រូវកុំស្ដាប់ប្រកាន់ដោយនិន្នាការខ្ញុំតែងតែប្រាប់ចឹងមែនទេឧបមាថាបើអ្នកនឹងចាញ់បោកគេមកខឹងអ្នកបោកដូចខ្ញុំនិយាយចឹងបើអ្នកបោកនឹងមកបោកម្ដងចាញ់បោកអានឹងបន្ទោសអ្នកបោកបាន2ដងបន្ទោសអ្នកបោកបាន3ដងបន្ទោស 50% ដល់លើកទី4ហើយអានឹងគឺកុំខឹងអ្នកបោកខឹងអាអ្នកចាញ់បោកគេនឹងវាភ្លើហើយដល់ពេលមកដល់អាមេរិកហើយស្រាប់តែថាដោយសារតាឡុងនិយាយតាម Facebook ហ្នឹងហើយស្រាប់តែអ្នក live Facebook ដូចគ្នាមកចោទអាឡុងអើយឯងឈប់បំបីបំបាក់ខ្មែរទៅបងប្អូនគិតមើលអន់ម៉េះគ្រាន់តែសកលរៈឡុងនិយាយប៉ុណ្ណឹងបែកបាក់ដែរនោះអត់ចេះគិតខុសហើយនឹងត្រូវទេអាពាក្យហ្នឹងគឺពាក្យពួកមនុស្សល្ងងដែលខ្លាចយើងនិយាយមានហេតុផលជាងបងឧត្តមសេនីយ៍យកមឿនបងប្រៀបសដល់ពេលយើងនិយាយឲ្យហេតុផលទៅប្រជាពលរដ្ឋពួកគេហ្នឹងខ្លាច
ប្រជាពលរដ្ឋនៅអាមេរិកនឹងយល់អ្វីដែលយើងនិយាយជាងអញ្ចឹងគេថាយើងនឹងមកបោកមកបំបីបំបាក់ខ្មែរគឺគេចង់ទាញអារម្មណ៍អ្នកទាំងអស់នឹងកុំឲ្យមកជឿកុំឲ្យមកស្ដាប់សកុនទរៈឡុងពួកគេលោស្ដាប់សកុនទរៈឡុងទៅមិនមែនតែសកុនទរៈឡុងទេអ្នកផ្សេងទៀតដែលគេនៅកដាលហ្នឹងមកពេលស្ដាប់ទៅខ្លាចប្រជាពលរដ្ឋនឹងត្រាស់ដឹងនៅពេលដែលប្រជាពលរដ្ឋត្រាស់ដឹងពួកអាល្ងងដូចវានោះបោកគេមិនបានបើចឹងទៅមធ្យោបាយរបស់ពួកវាក្រៅតែពីចោទថាយើងអ្នកមកបំបីបំបាក់ខ្មែរវាមានពីអីនិយាយហើយយើងឯណាទៅបំបីបំបាក់ខួរនៅលើគេចិត្តនៅលើគេគំនិតនៅលើគេយើងគ្រាន់តែនិយាយនៅផ្ទះយើងហេតុផលពីយើងគេមកស្ដាប់គេស្ដាប់ហើយគេជឿយើងឬក៏គេមិនជឿយើងវានៅលើគេ right ហើយបើគេចង់ដើរចេញពីលោកប្រធានសៀមរាំងស៊ីអានឹងរឿងគេទៀតមិនមែនរឿងយើងទេណាដល់ពេលគេដើរចេញថាខ្មែរនៅអាមេរិកបែកបាក់ដោយសារតែអាឡុងនឹងឯងអានឹងមិនមែនតែខ្ញុំមួយទេមានអ្នកផ្សេងទៀតប៉ុន្តែខ្ញុំនិយាយថ្ងៃហ្នឹងនិយាយសម្រាប់តែខ្លួនខ្ញុំទៅដោយសារតែអាឡុងនឹងឯងអានឹងគេបន្ទោសខ្ញុំណាគេបន្ទោសខ្ញុំអញ្ចឹងថាអមេរិកខ្មែរនៅក្រៅប្រទេសនោះអត់ខួរឯមិនឲ្យតែអាឡុងនិយាយនឹងដឹងតែពីបែកគ្នាតែហ្មងឲ្យតែគេនិយាយនឹងចេះតែពីបែកហ្មងអត់គិតទេអត់គិតខុសហើយនឹងត្រូវទេតើឡុងនិយាយខុសឬក៏និយាយត្រូវបើឡុងនិយាយត្រូវជឿទៅតែបើឡុងនិយាយខុសក៏វត្តចោលទៅតែនឹងហើយដែលខ្ញុំស្អប់បំផុតពួកមនុស្សល្ងងយល់តែខ្លួនឯងឆ្លាតខ្លួនឯងអ្នកឡាយសូបញ្យល់ឲ្យគេចេះយល់ឲ្យចេះស្រឡាញ់ជាតិតែអាមនុស្សល្ងងហ្នឹងវាខ្លាចអ្នកដែលគេមិននិយាយតាមឡាយសូហ្នឹងអ្នកដែលចូលមកស្ដាប់ហ្នឹងខ្លាចជឿតាមយើងជាងពីព្រោះអីពីព្រោះដោយសារតែគេនិយាយអត់ដល់យើងដល់និយាយអត់ដល់យើងគេថាយើងអ្នកបែកបាក់ឥឡូវបងប្អូនគិតមើលខ្ញុំលើកឧទាហរណ៍ប្តីប្រពន្ធពីរនាក់បើប្តីប្រពន្ធពីរនាក់ជឿជាក់គ្នាទៅវិញទៅមកមិនខ្វល់បកាច់មីបកាច់ណាមកនិយាយថាប្តីនឹងឯងចេះប្រពន្ធឯងចុះអត់ខ្វល់អីទាំងអស់ខ្ញុំជឿប្រពន្ធជឿខ្ញុំចប់តែឯងចង់និយាយអីនិយាយទៅប្តីប្រពន្ធយើងនៅតែជឿជាក់គ្នាទៅវិញទៅមកណាប្តីប្រពន្ធនៅតែជឿជាក់គ្នាទៅវិញទៅមកទៅខ្វល់ពាក្យអ្នកណានិយាយអីមែនទេมันមានសេចក្តីសុខហើយមានបែកគ្នាមកពីណាចុះបើសិនណាជាប្តីនឹងទៅជាសទៅជឿគេមិនសំបែកពីប្រពន្ធចុះបើប្រពន្ធនឹងទៅជាសទៅជឿគេមិនសំបែកពីប្តី